កូនសម្លាញ់ឲ្យប៉ានេះប៉ាបន្តិចទៀតពេលស្កេន4ត្រូវសហការល្អណាស់ដឹងអត់ បងនិយាយរអ៊ូពេញមួយព្រឹកហើយ បងបារម្ភពីអូនកាលពីមុនពេលពោះជីវិនពិនិត្យនេះចំណាយពេលជាង1ម៉ោងហត់នឿយពេក ឲ្យតែកូនសុខភាពល្អបានហើយអូខេដល់វិញយើងហើយកូនសហការបានល្អណាស់ពិតជាកូនល្អមែនអ្នកទាំងអស់គ្នាមើលនេះជាក្បាលកូននេះជាជើងតូចនិងដៃតូចអូនពិតជាអស្ចារ្យណាស់អ្នកគ្រូពេទ្យកូនសុខភាពល្អទេកុំបារម្ភកូនសុខភាពល្អណាស់អរគុណ អរគុណអ្នកគ្រូពេទ្យឥឡូវនេះអាចធូរចិត្តបានហើយ ទៅវិញថែខ្លួនផងចាសអរគុណអ្នកគ្រូពេទ្យមើលទៅបែបនេះមិនក៏នៅតែមានអារម្មណ៍ថាដូចបងម្លេះ អីចឹងប្រហែលជាកូនស្រីម្នាក់ទៀតហើយ បើបានកូនប្រុសក្តីស្រមៃចង់បានកូនស្រីក៏ត្រូវរលីដែរ មិនអីទេជាកូនប្រុសក៏ដោយកូនស្រីក៏ដោយខ្ញុំស្រឡាញ់ទាំងអស់ អូខេតោះទៅផ្ទះជីវិននៅចង់មើលកូនទៀតបាទជីវិនប៉ានឹងម៉ាក់ត្រឡប់មកវិញហើយម៉ាក់មើលនេះខ្ញុំជូនម៉ាក់វ៉ាពិតជាស្រស់ស្អាតខ្លាំងណាស់អរគុណច្រើនណាស់ណាកូនសម្លាញ់អត់អីទេម៉ាក់មនុស្សខ្លះណោពិតជាមិនសូវគួរឲ្យចាប់អារម្មណ៍ អូនមើលអ្វីដែលនៅលើទឹកតែនោះ វ៉ានេះបងទិញមែនទេពណ៌ក្រហមគឺប៉ាខ្ញុំទិញឯពណ៌ស្គឺខ្ញុំទិញ ប្រពន្ធសម្លាញ់អូនមកវិញហត់ហើយទៅសម្រាប់សិនទៅ អរគុណអ្នកទាំងអស់គ្នាម៉ាក់រូបថតកូនង៉ែតនៅឯណាចង់មើលប្អូនមែននេះម៉ាក់ហេតុអីបានជាគាត់មើលទៅបែបនេះខ្ញុំមើលមិនឃើញច្បាស់ថាគាត់មានរូបរាងដូចម្ដេចទេនេះគ្រាន់តែជារូបរាងកូននៅក្នុងពោះទេរងចាំបន្តិចទៀតកូនកើតមកនឹងគួរឲ្យស្រឡាញ់ណាស់ម៉ាក់ទារកនោះមានឈ្មោះទេ សម្រាប់ពេលនេះនៅមិនទាន់មានទេកូនគ្មានគំនិតអីទេហេ នៅមិនទាន់មានទេប៉ុន្តែខ្ញុំអាចគិតឲ្យបានល្អិតល្អន់ល្អពេលគិតបានហើយប្រាប់ប៉ានិងម៉ាក់មក